รถยนต์ Jet Tour T1 PHEV មានបំពាក់កញ្ចប់អាគុយប្រភេទ LFP ទំហំ 26.7 គីឡូវ៉ាត់ម៉ោងដែលអាចបើកបោដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ចម្ងាយ 120 គីឡូម៉ែត្រនៅពេលដែលសាកភ្លើងពេញម្ដងឬដល់ 1200 គីឡូម៉ែត្របើបូកទាំងសាំងមួយពេញទៀតរថយន្តនេះក៏គាំទ្រជាមួយនឹងការសាកភ្លើងល្បឿនលឿន DC Fast Charging កម្លាំងដល់ 40 គីឡូវ៉ាត់ដោយអាចសាកពីថាមពលអាគុយ 30 ទៅ 80% ប្រើពេលប្រហែល 30 នាទីប៉ុណ្ណោះហើយសម្រាប់ការសាកភ្លើងធម្មតា AC Charging គឺចំណាយពេលចន្លោះពី 3 ទៅ 4 ម៉ោងត្រូវប្រកាសថាលោកអ្នកបានពន្លត់ម៉ាស៊ីនរថយន្តនិងចតស្ងៀមមួយកន្លែងបន្ទាប់មកសូម unlock រថយន្តនិងចុចបើកគម្របរុនសាកភ្លើងបន្ទាប់មកជ្រើសរើសរុនសាកតាមតម្រូវការរបស់អ្នកដោយរុនតូចគឺជាប្រភេទ AC Slow Charging និងរុនធំគឺជាប្រភេទ DC Fast Charging សម្រាប់ការសាកភ្លើង DC Fast Charging នៅស្ថានីយ៍សាកភ្លើងរថយន្តអ្នកអាចប្រើប្រាស់ app របស់ស្ថានីយ៍ដោយផ្ទាល់អ្នកអាចតាមដានដំណើរការសាកភ្លើងរយៈពេលនៃការសាកភ្លើងនិងកម្លាំងសាកភ្លើងតាមរយៈអេក្រង់កំសាន្តផ្នែកកណ្ដាលរបស់រថយន្តនៅពេលសាកភ្លើងរថយន្តរួចរាល់អ្នកត្រូវ unlock រថយន្តរបស់អ្នករួចចុចប៊ូតុងនៅលើដៃសាកនិងបិទគម្របរុនសាកភ្លើងវិញជាការស្រេច Jet Tour. Drive your future.